របៀបបដូរបៀនកងដាក់ឲ្យចូលក្នុងបលោះហ្នឹងខ្ញុំមើលច្រើនដងហើយនៅតែមិនយល់ថាគេបត់គេដាក់មិនបានវាចូលលើស្រួលម៉េះដោយមិនចាំបាច់មួខ្ចៅខ្យងអីចឹងបងប្អូនឃើញហើយឥឡូវមកមើលម៉ូតូម្ដងទៀតមើលប៉ុន្តែម៉ូតូនេះគេប្រហែលជាគេដោះខ្ចៅនៅខាងក្រោយនោះហើយបានគេដាក់ពវៀននឹងចូលហើយគេប្រាប់ថាក៏ពវៀនមិនត្រូវសោកកន្លែងហ្នឹងទេគឺសោកនៅខាងផ្នែកខាងឆ្វេងពីក្រោយវាអញ្ចឹងបាទហើយបន្ទាប់មកគេអូសអញ្ចឹងមកគឺចូលស្រួលដឹងពីតិចនិចនិងវិធីអញ្ចឹងគឺសំចៃកម្លាំងបានច្រើនដែរបាទហើយអានេះខ្សែដែលជាប់នៅប្រឡោះដែកគេចង់ប្រាប់ថាសោកបែបហ្នឹងចេញទៅវិញក៏មិនបានព្រោះវាទើសអាត្មោងក្បាលហ្នឹងឬក៏កាត់កត្រៃបានប៉ុន្តែកុំឲ្យខាតអញ្ចឹងមើលវិធីរបស់គេនេះគឺគេគ្រាន់តែសោកវាទៅតាមផ្នែកខាងក្រោមហ្នឹងហើយយកអាត្មោងហ្នឹងទាញចេញមកគឺរបូតចេញមកបាត់ហើយអានេះរបៀបចងផ្លែស្ទួចបងប្អូនគេចងគេវិញលក្ខណៈថាហ្នឹងដូចគេដេរក៏អាវអញ្ចឹងវាត្រូវមានរបៀបក្នុងការដេរឬក៏របៀបក្នុងការវិញដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងទើបលទ្ធផលចេញមកនោះវាមើលទៅមានសោភ័ណភាពមានរបៀបរៀបរយល្អកែងតង់នេះរហដងហ្នឹងវិញគួចយកតែនៅក្នុងវីដេអូនេះគេចងបែបនេះមើលទៅមានរបៀបរៀបរយហើយស្រួលដោះចេញទៀត